មើលទៅខ្ញុំគួរតែធ្វើកិច្ចការណាដែលមានប្រយោជន៍ខ្លះហើយមើលទៅមិនមែនគួរតែធ្វើទេគឺត្រូវតែធ្វើតែហ្មងមែនយើងធ្លាក់ខ្លួនដល់ដំណាក់កាលនេះទៅហើយមិនត្រូវខ្លាចតទៅទៀតទេល្អយើងត្រូវតែបន្ថយស្ងប់អារម្មណ៍សិនទៅវាសនាវាស្ថិតនៅលើដៃរបស់យើងហើយ